ហើយថ្ងៃនេះយើងចូលមកដល់ថ្ងៃទី2ខ្ញុំនឹងបន្តពាក្យ5ពាក្យទៀតទាក់ទងនឹងពាក្យបច្ចេកទេសដែលយើងប្រើប្រាស់ក្នុងភាសាសំណងជាភាសាចិនមកសម្រាប់យើងបានរៀន5ពាក្យមកហើយឥឡូវខ្ញុំនឹងបន្ត5ពាក្យទៅមុខទៀតតោះយើងទៅ5អានទាំងអស់គ្នាឡូសៀនជួងខុងជួងឡូសៀនជួងខុងជួងដែលភាសាអង់គ្លេសមានន័យថាបបផានឬក៏យើងហៅជាភាសាខ្មែរថាគឺខុងពាក្យបន្តនោះគឺផងត្រនធូផងត្រនធូជាភាសាអង់គ្លេសមានន័យថាបេនទូណៃឬក៏យើងប្រែជាខ្មែរទឹកថ្នាំសម្រាប់ពេលខួងហ្នឹងហើយនៅពេលដែលយើងខួងគ្រឿងហ្នឹងគឺយើងប្រើទឹកថ្នាំហ្នឹងដែលយើងតែងតែនិយាយជាភាសាខ្មែរទូទៅផងដែរថាបេនទូណៃហ្នឹងឯងពាក្យបន្ទាប់ទៀតគឺហូធូឈៀងហូធូឈៀងជាភាសាអង់គ្លេសបានន័យថា retaining wall មានន័យថាជញ្ជាំងទឹកដីចូលដល់ពាក្យបន្ទាប់គឺជូជីចោជូជីចោជាភាសាអង់គ្លេសបានន័យថា column footing ឬក៏យើងបកប្រែជាភាសាខ្មែរថាសសរតឿម្យ៉ាងវិញទៀតក៏យើងតែងតែនិយាយពាក្យថា stem column ហ្នឹងឯងពាក្យបន្ទាប់ទៀតគឺជូជួងជូជួងជាភាសាអង់គ្លេសបានន័យថាផាងដែលយើងប្រែជាភាសាខ្មែរបានន័យថាសសរគ្រឹះហ្នឹងហើយពាក្យយើងនឹងយើងរៀនត្រឹមប៉ុណ្្នឹងឯងយើងនឹងបន្ត5ពាក្យទៀតនៅថ្ងៃស្អែកសង្ឃឹមថាអ្នកទាំងអស់គ្នាពេញចិត្តនឹងវីដេអូនេះហើយអាចចេះអានសរសេរនិងបញ្ចេញសំឡេងបានទាំងអស់គ្នា Okay, goodbye. See you in the next video. Thank you for watching.